សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel MD សម្រាប់រឿងជួបគ្នាម្ដងទៀតជាមួយនឹងវីដេអូថ្មីដែលថ្ងៃនេះដែរនឹង admin នឹងលើកយករឿងមួយដែលមានចំណងជើងថា Dollhouse មកសង្ខេបឲ្យអ្នកទាំងអស់គ្នាបានស្ដាប់និងបានទស្សនាផងដែរនៅក្នុងរឿងនឹងបាននិយាយអំពីគ្រួសារមួយនឹងមានកូនស្រីម្នាក់តែដោយអកុសលនឹងនៅថ្ងៃមួយនឹងកូនស្រីរបស់ពួកគេនឹងក៏បានស្លាប់នៅក្នុងម៉ាស៊ីនបោកអាវបន្ទាប់ពីក្មេងស្រីនឹងបានស្លាប់ម្ដាយរបស់នាងនឹងក៏បានទៅទិញតុក្កតាមួយហើយប្តីប្រពន្ធពីរនាក់នឹងក៏បានទុកតុក្កតានឹងដូចជាកូនស្រីរបស់ខ្លួនដែលបានស្លាប់ទៅនោះទៅណាទៅណីអីតែងតែយកតុក្កតានឹងជាប់ខ្លួនជានិច្ចតបមកនឹងគ្រួសារនឹងក៏មានកូនស្រីម្នាក់ទៀតពួកគេនឹងលេងល្វីល្វល់ជាមួយនឹងតុក្កតានោះបន្ទាប់ពីបានបោះបង់តុក្កតានឹងចោលមួយរយៈមកនឹងចាប់ដើមមានរឿងប្លែកៗទៅលើកូនស្រីរបស់ពួកគេនោះទើបធ្វើឲ្យប្តីប្រពន្ធពីរនាក់នឹងចាប់ដើមសង្ស័យថាតុក្កតានឹងមានវិញ្ញាណសន្ធិដ្ឋអញ្ចឹងកុំឲ្យខាត់ពេលយូរយើងមកចូលសាច់រឿងបែបសង្ខេបទាំងអស់គ្នាតែម្ដងនៅដើមសាច់រឿងនឹងបានបង្ហាញនារីម្នាក់កំពុងតែជិះកង់ទៅផ្សារដើម្បីទិញម្ហូបនាងមានឈ្មោះថាយូស៊ីដោយនាងបានទុកកូនស្រីរបស់ខ្លួននឹងលេងនៅឯផ្ទះជាមួយនឹងកូនអ្នកជិតខាងហើយក្មេងៗនឹងក៏បាននាំគ្នាលេងល្បែងបាត់ពួននៅពេលដែលយូស៊ីបានត្រឡប់ពីផ្សារមកដល់ផ្ទះវិញនឹងនាងមិនបានឃើញកូនក៏បានព្យាយាមស្វែងរកដែរតែរកមិនឃើញសោះនាងក៏បានខលទូរស័ព្ទទៅប្តីរបស់នាងដែលកំពុងធ្វើការនៅឯមន្ទីរពេទ្យហើយក៏ថែមទាំងបានប្តឹងប៉ូលីសផងដែរប្តីរបស់យូស៊ីនឹងមានឈ្មោះថាហ៊ីកូបន្ទាប់ពីបានឮប្រពន្ធប្រាប់ថាបាត់កូននឹងហ៊ីកូក៏បញ្ញាទៅផ្ទះនៅពេលដែលប៉ូលីសនឹងបានធ្វើកំណត់ហេតុពាក់ព័ន្ធជាមួយនឹងកូនស្រីរបស់ពួកគេហើយនឹងក៏បាននាំគ្នាត្រឡប់ទៅវិញអស់នៅយប់នឹងដែរបន្ទាប់ពីប៉ូលីសទាំងអស់នឹងបានចាក់ចេញពីផ្ទះនាងអស់ហើយយូស៊ីនឹងក៏បានកាន់កសែងមួយដើរតម្រង់ទៅម៉ាស៊ីនបោកអាវរួចក៏បានបើកគម្របម៉ាស៊ីនបោកអាវនិងបានបោកកសែងនោះចូលទៅក្នុងស្រាប់តែនាងនឹងមានអារម្មណ៍ថាដូចជាមានអ្វីនៅក្នុងម៉ាស៊ីនបោកអាវនោះទើបយូស៊ីអង្គុយចុះនិងបានអើតទៅមើលនៅក្នុងម៉ាស៊ីនបោកអាវនោះក៏បានឃើញកូនស្រីរបស់ខ្លួននឹងកំពុងតែដេកស្លាប់នៅក្នុងម៉ាស៊ីនបោកអាវយូស៊ីពេលដែលបានឃើញអញ្ចឹងនឹងនាងក៏បានស្រែកយ៉ាងខ្លាំងព្រោះថានាងស្លុតចិត្តពេកហ៊ីកូបានឮប្រពន្ធស្រែកអញ្ចឹងនឹងក៏បានបញ្ញារត់ទៅមើលថាតើមានរឿងអ្វីចំណែកឯអ្នកជិតខាងនៅក្បែរហ្នឹងក៏មានការភ្ញាក់ផ្អើលផងដែរព្រោះថាពួកគេនឹងក៏បានឮសំឡេងស្រែករបស់យូស៊ីរយៈពេល1ឆ្នាំក្រោយមកនឹងបន្ទាប់ពីហេតុការណ៍ដែលនាងនឹងបានឃើញកូនស្រីរបស់ខ្លួននឹងបានស្លាប់នៅក្នុងម៉ាស៊ីនបោកអាវនឹងមកគឺនាងតែងតែនឹកកូនស្រីរបស់ខ្លួននឹងដែលបានស្លាប់រួចហើយនោះគឺនាងមិនអាចបំភ្លេចរឿងអតីតកាលដែលបានកើតឡើងនោះទេអញ្ចឹងហើយទើបធ្វើឲ្យនាងនឹងមានជំងឺផ្លូវចិត្តនិងថែមទាំងបានទៅព្យាបាលនៅឯមន្ទីរពេទ្យផ្លូវចិត្តទៀតផងនៅថ្ងៃមួយយូស៊ីនឹងបានឃើញតុក្កតាមួយដោយចៃដន្យដោយតុក្កតានឹងមានរូបរាងដូចជាកូនស្រីរបស់ខ្លួនអញ្ចឹងនិងថែមទាំងមានសម្រស់ស្រស់ស្អាតដូចជាមនុស្សអញ្ចឹងដែលគេបានដាក់លក់នៅក្នុងផ្សារបុរាណមួយកន្លែងនៅក្បែរផ្ទះរបស់នាងក៏បានទិញតុក្កតានោះហើយតុក្កតានោះនឹងគេបានដាក់នៅក្នុងប្រអប់មួយដែលប្រអប់នោះមានបិទទៅដោយអក្សរបុរាណរបស់ជប៉ុនដោយអក្សរទាំងនោះនឹងបានបិទជុំវិញប្រអប់ដែលបានដាក់តុក្កតានោះយូស៊ីក៏បានសម្រេចចិត្តទិញតុក្កតានោះយកមកផ្ទះនៅពេលដែលបានមកដល់ផ្ទះនោះគឺនាងសប្បាយចិត្តខ្លាំងណាស់ហើយអាការៈផ្លូវចិត្តរបស់នាងនឹងមើលទៅក៏ប្រសើរឡើងវិញដែរធ្វើម្ហូបបដាច្រៀងបដានឹងបានទុកតុក្កតានោះនៅលើកៅអីតុបាយនៅពេលដែលប្តីរបស់នាងនឹងបានត្រឡប់មកពីធ្វើការវិញនឹងក៏បានឃើញប្រពន្ធរបស់ខ្លួននឹងហាក់បីដូចជាចម្លែកមើលទៅនាងដូចជាសប្បាយចិត្តនិងមិនមានបញ្ហាផ្លូវចិត្តទៀតនោះទេហ៊ីកូឃើញអញ្ចឹងនឹងក៏មានអារម្មណ៍ថាសប្បាយចិត្តដែរនៅពេលដែលឃើញប្រពន្ធរបស់ខ្លួននឹងប្រសើរឡើងវិញក៏បានដើរទៅកៅអីតុបាយនឹងបំរុងនឹងអង្គុយក៏ស្រាប់តែឃើញតុក្កតាដែលយូស៊ីបានទិញមកនោះស្រាប់តែគេនឹងភ្ញាក់ព្រឺតហើយយូស៊ីនឹងក៏បានប្រាប់ប្តីរបស់ខ្លួនថានាងទើបទៅទិញតុក្កតានឹងមកពីផ្សារបុរាណមួយកន្លែងបន្ទាប់មកនាងក៏បានលើកម្ហូបដែលបានធ្វើរួចនឹងដាក់ទៅឲ្យតុក្កតានោះមួយចានប្តីមួយចាននិងខ្លួនឯងមួយចាននៅពេលដែលព្រឹកឡើងនឹងយូស៊ីក៏បានកាត់កញ្ចក់និងបានកាត់សក់ឲ្យតុក្កតានឹងដូចទៅជាកូនស្រីរបស់ខ្លួនអញ្ចឹងហើយថែមទាំងបានចាត់ទុកតុក្កតានឹងដូចទៅជាកូនស្រីរបស់ខ្លួនដែលបានស្លាប់នោះនៅពេលយប់ហ៊ីកូនឹងបានត្រឡប់មកពីធ្វើការវិញមកដល់ផ្ទះគេនឹងក៏បានឃើញប្រពន្ធរបស់ខ្លួននឹងកំពុងតែរៀបចំកៅអៅកូនក្មេងហើយថែមទាំងបានឃើញតុក្កតានឹងសក់ខ្លីដូចជាកូនស្រីរបស់ខ្លួននៅថ្ងៃបន្ទាប់ហ៊ីកូបាននាំប្រពន្ធទៅឯមន្ទីរពេទ្យផ្លូវចិត្តដូចរាល់ដងហើយគ្រូពេទ្យក៏បានប្រាប់ហ៊ីកូថាជំងឺផ្លូវចិត្តរបស់យូស៊ីនឹងដូចជាមានអាការៈប្រសើរឡើងវិញហើយក៏ព្រោះមូលហេតុមកពីតុក្កតានោះហើយក៏បានប្រាប់ហ៊ីកូថាមិនបាច់បារម្ភជាមួយនឹងតុក្កតានឹងទេវាគ្រាន់តែជាតុក្កតាធម្មតាតែប៉ុណ្ណោះចាប់តាំងពីពេលនោះមកប្តីប្រពន្ធពីរនាក់នឹងក៏បានចាត់ទុកតុក្កតានឹងដូចជាកូនស្រីរបស់ខ្លួនដែលបានស្លាប់នោះនិងថែមទាំងបានយកទៅដេកជាមួយទៅណាមកណាអីក៏យកតុក្កតាទៅតាមផងដែរមួយរយៈក្រោយមកប្តីប្រពន្ធពីរនាក់នឹងក៏មានកូនស្រីម្នាក់ទៀតទាំងពីរនាក់នឹងក៏បានដាក់ឈ្មោះឲ្យកូនស្រីរបស់គេថាម៉ៃចាប់តាំងពីមានវត្តមានរបស់ម៉ៃមកអ្នកទាំងពីរនឹងក៏មិនសូវល្វីល្វល់ជាមួយនឹងតុក្កតានោះទៀតដែរដោយនៅថ្ងៃមួយកូនស្រីរបស់នាងនឹងគឺយំមិនបាត់សោះទើបនាងនឹងសម្រេចចិត្តយកតុក្កតានោះមកវិញនិងបានដាក់ឲ្យគេងក្បែរកូនស្រីរបស់ខ្លួនលៀមនោះកូនស្រីរបស់នាងនឹងក៏បានឈប់យំហើយក៏បានគេងលក់បាត់នាងក៏បានដើរចេញពីបន្ទប់នោះដើម្បីចេញមកខាងក្រៅនិយាយលេងជាមួយនឹងម្ដាយក្មេករបស់ខ្លួនគាត់មានឈ្មោះថាលោកស្រីតូស៊ីកូដែលគាត់នឹងកំពុងតែអង្គុយមើលចៅរបស់គាត់តាមរយៈកាមេរ៉ាសុវត្ថិភាពនៅពេលដែលយូស៊ីនឹងបានអង្គុយចុះនឹងនិយាយជាមួយនឹងម្ដាយក្មេកមិនបានប្រមាណផងនឹងក៏ស្រាប់តែឮសំឡេងកូនរបស់នាងយំទាំងកូនប្រសានិងម្ដាយក្មេកនឹងក៏បានស្ទុះទៅមើលម៉ៃដែលកំពុងតែគេងនៅក្នុងអង្រឹងឈើនោះយូស៊ីក៏បានបីកូនស្រីរបស់ខ្លួនចេញពីអង្រឹងនោះមកនៅពេលដែលនាងរៀបនឹងបីកូនចេញទៅខាងក្រៅលោកស្រីតូស៊ីកូក៏បានឃើញសក់មួយដុំជាប់ករបស់ម៉ៃ
គាត់ក៏បានយកសក់មួយដុំនោះប្រៀបធៀបជាមួយនឹងសក់របស់តុក្កតាដែលបានគេងក្បែរចៅគាត់មើលទៅសក់នឹងដូចជាសក់របស់តុក្កតានោះឯងរួចហើយគាត់ក៏មិនខ្វល់ដែរក៏បានទម្លាក់តុក្កតានោះចុះនិងប្រញាប់ទៅមើលចៅរបស់គាត់នៅពេលដែលយប់ឡើងហ៊ីកូបានត្រឡប់មកពីធ្វើការវិញគេនឹងក៏បានទៅមើលប្រអប់ដែលបានដាក់តុក្កតានោះឃើញនៅលើប្រអប់នឹងពោពេញទៅដោយក្រដាសដែលបានសរសេរអក្សរបុរាណរបស់ជប៉ុនតែហ៊ីកូមើលមិនយល់យូស៊ីក៏បានកាន់តុក្កតានិងបានដាក់ចូលទៅក្នុងប្រអប់និងបានយកប្រអប់នោះដាក់ចូលទៅក្នុងទូមួយនៅក្នុងផ្ទះរបស់ខ្លួនគឺថានាងមិនបានបោះតុក្កតានឹងចោលទេនៅតែរក្សាទុកដដែលព្រោះយូស៊ីនៅតែគិតដល់កូនដែលបានស្លាប់កាលពីឆ្នាំនោះរយៈពេល5ឆ្នាំក្រោយមកម៉ៃក៏បានធំដឹងក្តីហើយនាងនឹងក៏បានរកឃើញតុក្កតាដែលម្ដាយរបស់ខ្លួននឹងបានលាក់នៅក្នុងទូនៅក្នុងផ្ទះនឹងរួចក៏បានអោបតុក្កតានោះទៅបង្ហាញម្ដាយរបស់គេនឹងបានឃើញនិងថែមទាំងបានសុំម្ដាយគេថាគេនឹងសុំលេងជាមួយនឹងអាយ៉ាបានអត់ព្រមនឹងយូស៊ីនឹងក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះនាងតាំងពីយកតុក្កតានឹងមកមិនដែលបានស្គាល់ឈ្មោះនោះទេតែហេតុអីបានជាម៉ៃដែលជាកូនស្រីរបស់ខ្លួននឹងបានស្គាល់ឈ្មោះទៅលើតុក្កតានោះទៅវិញហើយសំខាន់យូស៊ីនឹងក៏បានចាប់អារម្មណ៍ទៅលើសក់តុក្កតានោះព្រោះថាកាលពីនាងបានយកតុក្កតានឹងមកដល់ផ្ទះដំបូងនឹងនាងបានកាត់សក់ឲ្យតុក្កតានោះហើយហេតុអីឥឡូវនឹងតុក្កតាស្រាប់តែមានសក់វែងវិញអញ្ចឹងនៅពេលយប់ឡើងយូស៊ីរួមជាមួយនឹងហ៊ីកូដែលជាប្តីរបស់ខ្លួននឹងបានអង្គុយជុំគ្នាជាមួយនឹងតុក្កតានោះហ៊ីកូក៏បានប្រាប់ទៅយូស៊ីថាសក់របស់តុក្កតានឹងគឺជាសក់របស់មនុស្សហ៊ីកូក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនិងបានចាប់ដៃតុក្កតានឹងមើលក៏ស្រាប់តែឃើញកញ្ចក់របស់តុក្កតានឹងមានសភាពដូចជាដុះមកវិញហើយចាប់តាំងពីថ្ងៃនោះមកនៅក្នុងផ្ទះរបស់អ្នកទាំងពីរនឹងក៏ចាប់ដើមមានសភាពដូចជាចម្លែកគឺថានៅក្នុងផ្ទះនឹងចាប់ដើមមានសក់វែងៗជាច្រើនចំណែកឯម៉ៃដែលជាកូនស្រីរបស់អ្នកទាំងពីរនឹងក៏ចាប់ដើមអង្គុយនិយាយលេងជាមួយនឹងតុក្កតានោះនិងថែមទាំងលេងល្បែងយកក្រដាសគ្របក្បាលធ្វើជាខ្មោចជាមួយនឹងតុក្កតានោះទៀតផងនៅថ្ងៃមួយមិត្តភ័ក្តិរបស់យូស៊ីក៏បាននាំកូនស្រីរបស់គេនឹងទៅលេងជាមួយម៉ៃហើយកូនស្រីមិត្តភ័ក្តិរបស់យូស៊ីនឹងក៏បានឃើញតុក្កតានោះម៉ៃក៏បានប្រាប់ក្មេងស្រីនោះថាតុក្កតានឹងមានឈ្មោះថាអាយ៉ាហើយនាងនឹងក៏ចេះនិយាយដែរក្មេងស្រីនោះមិនជឿនោះទេនឹងបាននិយាយថាវាមិនដែលតុក្កតាណាចេះនិយាយអ្នកទាំងពីរនឹងក៏ចាប់ដើមប្រកែកគ្នាដែលធ្វើឲ្យក្មេងស្រីនោះខឹងហើយក៏បានចាប់ដៃតុក្កតានឹងមូលភ្លាមនោះសម្រែកក្មេងស្រីនោះក៏បានស្រែកឡើងយ៉ាងខ្លាំងដែលធ្វើឲ្យម្ដាយរបស់គេនឹងរួមជាមួយនឹងយូស៊ីដែលកំពុងនិយាយគ្នាលេងនៅខាងក្រៅនេះបានលឺហើយភ្លាមនឹងក្មេងស្រីនោះនឹងក៏បានរត់ចេញពីបន្ទប់របស់ម៉ៃទៅរកម្ដាយគេហើយម្ដាយរបស់ក្មេងស្រីនឹងក៏បានឃើញស្នាមខាំជាច្រើននៅលើដៃកូនស្រីរបស់ខ្លួនយូស៊ីពេលឃើញអញ្ចឹងនឹងក៏បានស្ដីឲ្យម៉ៃនិងបានឲ្យម៉ៃនឹងសុំទោសទៅលើក្មេងស្រីនោះតែម៉ៃនឹងក៏បានប្រកែកថាគេមិនមែនជាអ្នកធ្វើអញ្ចឹងគេមិនសុំទោសទេហើយក៏បានយំទាំងពីរនាក់ទៅនៅពេលយប់ឡើងយូស៊ីនឹងក៏បានអង្គុយមើលរូបថតដែលបានថតជាមួយនឹងកូនស្រីព្រមនោះម៉ៃក៏បានអោបតុក្កតាដែលមានឈ្មោះថាអាយ៉ានឹងទៅសុំទោសនិងបានប្រាប់ម្ដាយគេថាអាយ៉ានឹងឲ្យនាងនឹងមកសុំទោសចំណែកឯយូស៊ីនោះក៏មិនបានខ្វល់នឹងពាក្យសម្ដីដែលម៉ៃនឹងបាននិយាយដែរគឺគ្រាន់តែសប្បាយចិត្តនៅពេលដែលឃើញកូនស្រីរបស់ខ្លួននឹងធ្វើខុសនិងចេះសុំទោសសាច់រឿងក៏បានកាត់មកដល់ពេលព្រឹកដោយយូស៊ីនឹងបានចូលទៅក្នុងបន្ទប់និងបានឃើញម៉ៃនឹងយកក្រដាសគ្របក្បាលធ្វើដូចជាខ្មោចហើយថែមទាំងបានឃើញរូបថតជាច្រើនពង្រាយនៅលើពូករូបថតដែលបានពង្រាយនៅលើពូកនោះគឺជារូបថតដែលនាងបានថតជាមួយនឹងកូនស្រីនឹងឯងហើយនៅលើរូបថតទាំងអស់នោះត្រូវបានគូសក្វែងក្វាមនៅលើមុខរបស់ម៉ៃនាងក៏បានខឹងយ៉ាងខ្លាំងរួចក៏បានចាប់ទាញស្រោមមុខដែលម៉ៃបានពាក់នោះចេញក៏បានភ្ញាក់ផ្អើលអ្នកដែលអង្គុយក្បែរនាងនោះគឺមិនមែនម៉ៃនោះទេតែបែរទៅជាតុក្កតាឈ្មោះអាយ៉ានោះវិញចំណែកឯម៉ៃនឹងគឺនៅខាងក្រោយរបស់នាងភ្លាមនឹងយូស៊ីនឹងក៏បានស្ដីឲ្យម៉ៃតែម៉ៃប្រាប់ថាគេមិនមែនជាអ្នកធ្វើទេគឺអាយ៉ាជាអ្នកធ្វើតែយូស៊ីនៅតែមិនជឿនឹងបានចោទម៉ៃនឹងថាគេនឹងគឺជាអ្នកធ្វើដោយហេតុថាខឹងពេកក៏បានចាប់អង្រួនកូនស្រីនឹងបាននិយាយថាហេតុអ្វីលើចេះកុហកទៀតអង្រួនខ្លាំងពេកនឹងក៏ត្រូវបានម៉ៃនឹងខំចំដៃរបស់នាងហើយកូនស្រីរបស់នាងនឹងក្រោកឈរនឹងបានអោបតុក្កតានោះចាក់ចេញពីបន្ទប់នោះបាត់ទៅបន្ទាប់ពីយូស៊ីបានឃើញចរិតរបស់ម៉ៃនឹងមានអាការៈដូចជាចម្លែកទើបនាងនឹងបានទៅសាលារៀនរបស់ម៉ៃដើម្បីសួរគ្រូបន្ទុកថ្នាក់របស់ម៉ៃក៏បានប្រាប់យូស៊ីថានាងមានចរិតធម្មតានោះទេតែនៅពេលដែលដល់ម៉ោងគំនូនាងតែងតែគូសគំនូចម្លែកហើយបានប្រាប់ថាគំនូទាំងអស់ហ្នឹងគឺអាយ៉ាជាអ្នកឲ្យគូសនៅពេលដែលយូស៊ីបានឃើញគំនូដែលកូនស្រីរបស់ខ្លួនបានគូសនោះក៏មានអារម្មណ៍ថាដូចជាភ្ញាក់ផ្អើលនិងបានគិតថាតុក្កតានោះប្រហែលជាមានបញ្ហាមែនហើយនៅពេលដែលនាងបានត្រឡប់មកដល់ផ្ទះយប់ឡើងនាងក៏បានគេងក៏ស្រាប់តែបានឃើញតុក្កតានឹងឡើងទៅគេងជាមួយនាងនៅលើគ្រែធ្វើឲ្យយូស៊ីនឹងភ្ញាក់ព្រឺតសាច់រឿងនឹងក៏បានត្រឡប់មកដល់ពេលព្រឹកវិញបន្ទាប់ពីកូនស្រីរបស់នាងនឹងទៅរៀនបាត់នាងក៏បានយកគំនូចម្លែកដែលកូនស្រីរបស់ខ្លួននឹងបានគូសហើយចោលរួចនាងក៏បានដាក់ចូលទៅក្នុងថង់សម្រាមដើម្បីបោះចោលជាមួយនឹងតុក្កតានោះតែម្ដងបន្ទាប់ពីបានយកគំនូនិងតុក្កតានោះទៅបោះចោលហើយនាងក៏បានដើរត្រឡប់មកផ្ទះវិញនៅពេលដែលបានចូលទៅដល់ក្នុងផ្ទះបានតែបន្តិចហ្នឹងក៏បានឮសំឡេងអ្វីម្យ៉ាងហ្នឹងកំពុងតែបើកទ្វារដើរចូលទៅក្នុងផ្ទះរបស់នាងដែរនាងក៏បានកាន់ដំបងកាន់ម្សៅដើម្បីធ្វើនំប៉័ងហ្នឹងដើរទៅមើលក៏ស្រាប់តែឃើញតុក្កតាដែលនាងបានបោះចោលហ្នឹងត្រឡប់មកផ្ទះវិញនៅលើក្បាលរបស់តុក្កតាហ្នឹងមានគ្របប្រអប់ក្រដាសដូចជាល្បែងខ្មោចដែលកូនស្រីរបស់នាងហ្នឹងបានលេងយូស៊ីក៏ស្ទុះទៅនៅក្នុងដៃរបស់នាងហ្នឹងមានដំបងកាន់ម្សៅរួចសំពងទៅលើតុក្កតានោះយកតែម្ដងហត់ពេកនាងក៏បានឈប់ក៏ស្រាប់តែបានឃើញតុក្កតាហ្នឹងគឺនៅខាងក្រោយខ្នងនាងនោះទេទើបនាងដឹងថានាងកំពុងតែសំពងទៅលើកូនស្រីរបស់ខ្លួនភ័យពេកហ្នឹងក៏បានភ្ញាក់មកវិញគឺគ្រាន់តែជាការសបិនរបស់នាងតែប៉ុណ្ណោះដោយនាងហ្នឹងកំពុងតែអង្គុយធ្វើនំហើយក៏បានគេងនៅលើតុនៅពេលដែលបានភ្ញាក់មកវិញក៏បានឮសំឡេងគោះទ្វារនាងក៏បានដើរចេញទៅខាងក្រៅនិងបានឃើញតុក្កតានោះនៅមាត់ទ្វាររបស់នាងហើយនៅលើតុក្កតា
នឹងក៏មានក្រដាស់មួយដែលបានសរសេរថាតុក្កតានឹងនៅថ្មីណាស់គឺអ្នកប្រមូលសម្រាមនឹងបានយកមកទុកឲ្យនាងវិញយូស៊ីមិនចាំយូរតាន់ឡានសម្រាមនឹងនៅទីនឹងនាងក៏បានកាន់តុក្កតានោះរត់ទៅឡានសម្រាមនោះនឹងបានហុចតុក្កតានឹងឲ្យទៅអ្នកប្រមូលសម្រាមហើយអ្នកប្រមូលសម្រាមនោះក៏បានយកតុក្កតានោះដាក់ចូលទៅក្នុងឡានសម្រាមបាត់ទៅយូស៊ីបានដើរត្រឡប់មកផ្ទះវិញបានតែបន្តិចហ្នឹងក៏បានឮសំឡេងឡានពេទ្យបើកយ៉ាងលឿនតម្រង់ទៅឡានដឹកសម្រាមនោះនាងក៏ឆ្ងល់រួចក៏បានដើរទៅមើលក៏បានឃើញអ្នកដែលបានទទួលតុក្កតារបស់នាងបោះចូលទៅក្នុងឡានសម្រាមនោះស្លាប់បាត់ហើយដោយគេនឹងបានគៀបនៅក្នុងនោះមិនថែមទាំងត្រឹមប៉ុណ្ណឹងនាងនឹងក៏បានឃើញកូនស្រីរបស់ខ្លួននឹងកំពុងតែអោបតុក្កតាដែលបានបោះចោលនោះមកវិញសាច់រឿងក៏បានកាត់មកពេលយប់យូស៊ីជាមួយនឹងហ៊ីកូកំពុងតែអង្គុយមើលកូនស្រីរបស់ខ្លួននឹងសន្ទនាជាមួយនឹងតុក្កតានោះតាមរយៈកាមេរ៉ាសុវត្ថិភាពយូស៊ីអង្គុយមើលបដាដៃរបស់នាងនឹងអេះទៅលើតពួនដៃខ្លួនឯងបដាដោយអ្នកទាំងពីរនឹងបានស្ដាប់ឮកូនស្រីរបស់ខ្លួននឹងកំពុងតែសំណេះសំណាលជាមួយនឹងតុក្កតានោះហើយថែមទាំងបានដឹងអាសយដ្ឋានរបស់តុក្កតានោះរស់នៅទៀតផងហាក់បីដូចជាមនុស្សអញ្ចឹងបន្ទាប់ពីអ្នកទាំងពីរនឹងបានមើលរួចហើយព្រឹកឡើងយូស៊ីនាងមិនស្រួលខ្លួនរួចក៏បានផឹកថ្នាំក៏បានឃើញម៉ៃមកបបួលនាងលេងល្បែងបិទពួនជាមួយនឹងអាយ៉ាដែលជាតុក្កតានោះយូស៊ីមិនបាននិយាយអ្វីច្រើនក៏ប្រាប់ឲ្យកូនស្រីនឹងទៅពួនទៅចាំគេទៅរកនៅពេលដែលម៉ៃលាក់ខ្លួនរួចរាល់ហើយនឹងគេក៏បានស្រែកប្រាប់ម្ដាយគេឲ្យមករកមកម៉ៃក៏បានក្រោកឡើងទាំងខ្លួនឯងនឹងដូចជាមិនមានកម្លាំងសោះដើម្បីទៅរកកូននៅពេលដែលនាងបានបើកទ្វារចូលទៅដល់ក្នុងបន្ទប់ហើយនាងក៏បានឃើញម៉ៃនឹងដូចជានៅខាងក្រៅឯនេះទេទើបបំរុងនឹងដើរចេញពីបន្ទប់នោះមកវិញក៏ស្រាប់តែមានស្រមោលមួយនឹងរត់កាត់នាងខាងក្រោយខ្នងហើយក៏បានគិតថានាងប្រហែលជាស្វាងភ្នែកហើយដែលបានឃើញម៉ៃនៅខាងក្រៅព្រោះថាមុននឹងម៉ៃបានរត់ចូលទៅខាងក្នុងពួនច្បាស់ណាស់នាងក៏មិនចាក់ចេញមកខាងក្រៅក៏នៅតែបន្តរកកូនខ្លួនឯងនៅក្នុងបន្ទប់នោះក៏បានឃើញម៉ៃកំពុងតែនៅលើគ្រែនឹងគ្របភួយនាងក៏បានស្ទុះទៅបើកភួយនោះមើលតែមិនបានឃើញម៉ៃនោះទេរួចក៏បានអោនមើលទៅក្រោមគ្រែក៏នៅតែមិនឃើញនោះដែរតែក៏បានឃើញពូកនឹងផតចុះទៅខាងក្រោមហាក់បីដូចជាមានអ្នកណានឹងកំពុងតែជន់នៅខាងលើនាងក្រោកឡើងមកវិញនឹងក៏បានឃើញម៉ៃនឹងរត់យ៉ាងលឿនចាក់ចេញពីពូកនោះតែក៏បានឃើញនរណាម្នាក់ទៀតនឹងកំពុងតែគ្របភួយនឹងបានរត់ចាក់ចេញពីទីនឹងដែរដែលធ្វើឲ្យយូស៊ីនឹងមានការងឿងឆ្ងល់នាងក៏បានដើរតាមម្នាក់ដែលបានគ្របភួយរត់នោះតាមរហូតទៅដល់មុខបន្ទប់បោកខោអាវនឹងថែមទាំងបានឃើញដៃកូនស្រីរបស់ខ្លួននឹងកំពុងតែនៅក្នុងម៉ាស៊ីនបោកខោអាវទៀតផងស្មានតែម៉ៃកំពុងតែពួននៅក្នុងម៉ាស៊ីនបោកខោអាវនោះនាងក៏បានដើរទៅអើតមើលក៏ស្រាប់តែមានខ្មោចមួយនឹងចេញពីម៉ាស៊ីនបោកខោអាវនោះមកអោបករបស់នាងភ័យខ្លាំងពេកនឹងនាងក៏បានចាប់ខ្មោចនោះបោកទៅនឹងឥដ្ឋតែមើលទៅមិនមែនខ្មោចនោះទេគឺជាកូនស្រីរបស់ខ្លួនធ្វើឲ្យម៉ៃនឹងមានរបួសក៏បានជួលនាងនឹងទៅមន្ទីរពេទ្យនៅពេលដែលបានទៅដល់មន្ទីរពេទ្យនឹងហ៊ីកូក៏ជាអ្នកធ្វើការនៅក្នុងមន្ទីរពេទ្យនោះដែរគេនឹងក៏បានរត់ទៅមើលកូនស្រីរបស់គេចំណែកយូស៊ីគ្រូពេទ្យនឹងក៏បានប្រាប់នាងថានាងក៏ត្រូវឆែកសុខភាពផងដែរនៅពេលដែលបានចាក់ចេញផុតពីបន្ទប់ព្យាបាលនឹងលោកគ្រូពេទ្យនឹងក៏បានឲ្យហ៊ីកូនឹងមកមើលខ្នងកូនស្រីរបស់គេគឺសុទ្ធតែស្នាមខ្វាច់ហាក់បីដូចជាមាននរណាម្នាក់នឹងបានខ្វាច់ខ្នងរបស់ម៉ៃយូស៊ីពិនិត្យសុខភាពហើយក៏បានទៅអង្គុយនិយាយគ្នាជាមួយនឹងប្តីរបស់នាងហ៊ីកូបានប្រាប់យូស៊ីថានឹងឲ្យម៉ៃនឹងទៅរស់នៅជាមួយនឹងម្ដាយគេនឹងមួយរយៈសិនពីដំបូងនឹងយូស៊ីក៏មិនយល់ព្រមដែរព្រោះដឹងថាម៉ៃនឹងយកតុក្កតាទៅតាមខ្លួនតែក៏ត្រូវបានហ៊ីកូនឹងគេប្រាប់ថាអ្នកដែលមានបញ្ហានឹងគឺជាយូស៊ីនោះទេព្រោះថាដៃរបស់យូស៊ីនឹងឲ្យសុទ្ធតែស្នាមខ្វាច់គឺនាងខ្វាច់ខ្លួនឯងនាងក៏បានយល់ព្រមឲ្យកូនស្រីរបស់នាងនឹងទៅរស់នៅជាមួយនឹងម្ដាយក្មេករបស់គេនឹងមួយរយៈសិនតែនាងក៏បានសនំពោទៅហ៊ីកូដែរឲ្យហ៊ីកូនឹងយកតុក្កតាដែលម៉ៃយកទៅតាមខ្លួននឹងយកទៅឯព្រះវិហារទៅព្រោះនៅព្រះវិហារនឹងអាចដុតតុក្កតាដែលមានវិញ្ញាណអាក្រក់សន្ធិដ្ឋបានហ៊ីកូក៏បានយល់ព្រមជាមួយនឹងប្រពន្ធដោយនៅពេលយប់ហ៊ីកូនឹងក៏បានតាក់ទងអាចារ្យម្នាក់ដែលនៅព្រះវិហារនោះតែក៏ត្រូវបានអាចារ្យនៅព្រះវិហារនោះប្រាប់ថាពិធីដុតតុក្កតាដែលមានវិញ្ញាណអាក្រក់សន្ធិដ្ឋនោះត្រូវបានបិទហើយតតែមួយខែទៀតទើបបើកវិញហើយគាត់បានសុំឲ្យហ៊ីកូនឹងថតប្រអប់ដែលបានដាក់តុក្កតានឹងរួចផ្ញើឲ្យគាត់មើលនៅពេលដែលថតនឹងគេក៏បានឃើញអក្សរដែលគេអាចអានបានដែលបានសរសេរថាតុក្កតានៅក្នុងប្រអប់នឹងគឺជាកូនស្រីរបស់គ្រួសារមួយដែលជាគ្រួសាររបស់លោកគូគីឈីយ៉ាស៊ូម៉ូតូហើយតុក្កតាដែលយូស៊ីបានទិញមកនឹងគឺលោកគូគីឈីនឹងជាអ្នកបង្កើតព្រោះថាគ្រួសាររបស់គាត់នឹងរកស៊ីខាងធ្វើតុក្កតានឹងភ្លាមនឹងដែរក៏មានលោកចង់បានរំពេចស្អាតងាយស្រួលការតដល់ខ្លួនឯងបានដែលសាកជាមួយនឹងរំពេចខាង MD បានដែលក្នុងមួយឈុតក៏មានដល់10ដងជាងចំណាយលុយតិចខ្លាំងមែនតើគុណភាពល្អអត់ប៉ះពាល់ដល់ផ្នែកនិងសរសៃរំពេចធម្មជាតិបងចិត្តអាចហៅទៅបាននឹងសាកសួរព័ត៌មានបន្ថែមនៅក្នុង page Lilasis ដែរណាបងចាម្នាក់នឹងបានខលចូលមកហ៊ីកូដោយបន្ទាប់ពីបានឃើញរូបថតដែលហ៊ីកូនឹងផ្ញើឲ្យគាត់ហើយនឹងគាត់ក៏បានប្រាប់ឲ្យហ៊ីកូនឹងស្អែកយកតុក្កតានឹងទៅដើម្បីធ្វើការដុតព្រោះថាគាត់ដឹងថាតុក្កតានឹងមានគ្រោះថ្នាក់ខ្លាំងណាស់ងាកមកមើលម្ដាយរបស់ហ៊ីកូដែលកំពុងតែដាក់ឲ្យចៅគេងតែយើងបានឃើញតុក្កតានឹងក៏បានគេងនៅក្បែរម៉ៃផងដែរបន្ទាប់ពីម៉ៃបានគេងលក់បាត់នឹងលោកស្រីតូស៊ីកូនឹងក៏បានដើរចាក់ចេញពីបន្ទប់គេងនោះមកដើម្បីទៅអង្គុយមើលទូរទស្សន៍គាត់នឹងក៏បានលើកែវទឹកមួយដើម្បីមកផឹកហើយនៅក្នុងកែវទឹកនឹងគឺជាស្រាគាត់នឹងក៏បានរត់ទៅឡាបូដើម្បីខ្ជាក់ស្រានោះចេញពីមាត់ហើយងាកមកក្រោយវិញនឹងក៏បានឃើញម៉ៃកំពុងតែឈរមើលទូរទស្សន៍យ៉ាងសង្ហានៅលើសាឡុងលោកស្រីតូស៊ីកូនឹងក៏មានការងឿងឆ្ងល់ដែរហេតុអីក៏ម៉ៃគេងលក់ហើយមកឈរមើលទូរទស្សន៍អញ្ចឹងគាត់ក៏បានដើរទៅទូទឹកកកដើម្បីយកទឹកដោះគោឲ្យនាងផឹកកំពុងតែអោនរកមើលទឹកដោះគោស្រាប់តែម៉ៃរត់មកអោបកហើយលោកស្រីតូស៊ីកូក៏បានអៀវចៅដើរទៅបន្ទប់គេងរបស់នាងដើម្បីឲ្យនាងគេងវិញនៅពេលដែលបានដើរចូលទៅដល់ក្នុងបន្ទប់ក៏ស្រាប់តែឃើញម៉ៃនឹងកំពុងតែគេងនោះទេហើយចុះពីណាគេនឹងអោបកគាត់គឺជាតុក្កតានឹង
នឹងឯងគាត់ភ្ញាក់ពេកនឹងក៏បានកវែងតុក្កតានឹងចេញពីស្មារបស់គាត់ហើយក៏បានខលទៅហ៊ីកូប្រាប់អំពីរឿងរ៉ាវមិញហ្នឹងនឹងបានរុញតុក្កតានឹងចូលទៅក្នុងបន្ទប់មួយដើម្បីឃុំវានៅក្នុងនោះចំណែកហ៊ីកូប្រាប់ម្ដាយរបស់ខ្លួនថាគេនឹងទៅយកតុក្កតានឹងមកវិញយកទៅដាក់ពហិដើម្បីដុតតុក្កតានោះចោលចំណែកហ៊ីកូបន្ទាប់ពីឮម្ដាយគេនឹងប្រាប់អំពីរឿងរ៉ាវដែលគួរឲ្យខ្លាចនឹងហើយក៏ចាប់ផ្ដើមស្រាវជ្រាវអំពីប្រវត្តិតុក្កតានោះបន្ថែមទៀតក៏ឆែកឃើញដឹងថាតុក្កតានឹងមានគ្រោះថ្នាក់ខ្លាំងព្រោះថាតុក្កតានឹងមានព្រលឹងកំណាចអ្វីមួយនឹងកំពុងតែស្ថិតនៅមិនចាំយូរគេក៏បានប្រញាប់ឡើងឡានទៅផ្ទះរបស់លោកស្រីតូស៊ីកូដែលជាម្ដាយរបស់ខ្លួនដើម្បីទៅយកតុក្កតានោះមកវិញចំណែកឯលោកស្រីតូស៊ីកូដែលកំពុងតែនៅផ្ទះគាត់ក៏បានដឹងថាចៅស្រីរបស់គាត់នឹងបានបាត់ខ្លួនទៅជាមួយនឹងតុក្កតានោះហើយក៏ប្រញាប់ប្រញាល់ចេញទៅខាងក្រៅផ្ទះដើម្បីដើររកម៉ៃហើយក៏បានឃើញម៉ៃនឹងកំពុងតែអង្គុយនៅលើប្រកាន់ដៃស្ពានបំរុងនឹងលោតចុះគាត់នឹងក៏បានប្រាប់ម៉ៃកុំឲ្យលោតតែមើលទៅម៉ៃដូចជាមិនមានព្រលឹងប្រលះនៅក្នុងខ្លួនទេព្រាមនឹងម៉ៃក៏បានហក់ចេញពីប្រកាន់ដៃនឹងចុះទៅខាងក្រៅបាត់ធ្វើឲ្យលោកស្រីតូស៊ីកូស្រែកយ៉ាងខ្លាំងចំណែកហ៊ីកូក៏បានមកដល់ផ្ទះម្ដាយតែមិនបានឃើញនរណាម្នាក់នៅក្នុងផ្ទះនោះទេក៏ស្រាប់តែបានឃើញម៉ៃនឹងកំពុងតែកាន់ដៃតុក្កតានឹងអស់នៅលើដីនៅខាងក្រៅផ្ទះហ៊ីកូក៏បានស្រែកហៅកូនស្រីតែហាក់បីដូចជានាងនឹងគ្មានព្រលឹងប្រលះនោះទេទើបគេនឹងបានរត់ទៅរកកូនស្រីនឹងបានឃើញមាត់របស់ម៉ៃនឹងឲ្យសុទ្ធតែឈាមចំណែកលោកស្រីតូស៊ីកូបានត្រឡប់មកដល់ផ្ទះវិញគាត់នឹងមានសភាពដូចជាភ័យខ្លាចស្របពេលដែលប៉ូលីសនឹងក៏បានទៅដល់ផ្ទះគាត់ផងដែរនឹងបានហៅហ៊ីកូនឹងចូលទៅក្នុងឡានដើម្បីនិយាយគ្នារួចគាត់ក៏បានបង្ហាញកាមេរ៉ាសុវត្ថិភាពដែលបានថតជាប់នៅនឹងផ្លូវនោះដោយនៅពេលដែលលោកស្រីតូស៊ីកូនឹងបានរត់ទៅជួយចៅរបស់គាត់នឹងក៏ស្រាប់តែមាននរណាម្នាក់នឹងហក់ទៅអោបកគាត់នឹងបានធ្វើឲ្យគាត់នឹងរបួសទៀតផងមើលទៅកន្លែងកាត់ហេតុនឹងមិនមែនមានម៉ៃតែម្នាក់នោះទេបន្ទាប់មកហ៊ីកូនឹងក៏បានទៅមើលស្នាមរបួសដែលនៅនឹងដៃម្ដាយរបស់ខ្លួនឃើញសុទ្ធតែស្នាមខាំដោយធ្មេញរបស់មនុស្សហើយថែមទាំងបានខំខ្សែនាឡិការបស់លោកស្រីតូស៊ីកូនឹងដាច់ទៀតផងហ៊ីកូក៏បានយកខ្សែនាឡិការបស់លោកស្រីតូស៊ីកូនឹងទៅផ្ទៀងជាមួយនឹងធ្មេញរបស់ម៉ៃពេលនឹងឃើញស្នាមនាឡិកាដែលបានដាច់នឹងគឺប៉ុនធ្មេញរបស់ម៉ៃតែម្ដងកំពុងតែផ្ទៀងនឹងស្រាប់តែម៉ៃនឹងគេបើកភ្នែករួចក៏បានស្រែកយ៉ាងខ្លាំងរឿងក៏បានកាត់មកដល់ពេលព្រឹកវិញយើងបានឃើញអាចារ្យម្នាក់នឹងកំពុងតែរៀបចំយកតុក្កតានឹងទៅឯវិហារដើម្បីចូលរួមពិធីដុតតុក្កតាដែលមានព្រលឹងអាក្រក់នឹងសន្ធិដ្ឋនៅក្នុងកម្មវិធីនឹងយើងបានឃើញតុក្កតាជាច្រើនដែលកំពុងតែរៀបចំនឹងដុតអាចារ្យម្នាក់នឹងក៏បានអោបតុក្កតារបស់ UC នឹងយកទៅដាក់ចូលទៅក្នុងពិធីនោះដែរដើម្បីដុតចោលតែម្ដងពិធីកំពុងតែដំណើរការហ៊ីកូក៏បានថតវីដេអូទុកឲ្យប្រពន្ធគេមើលដើម្បីឲ្យនាងបានស្ងប់ចិត្តភ្លើងចាប់ដើមឆេះតុក្កតានៅទីនោះម្ដងមួយរហូតឆេះទៅដល់តុក្កតាដែលមានឈ្មោះថាអាយ៉ារបស់លោកហ៊ីកូតែនៅថ្ងៃមួយនឹងយើងក៏បានឃើញតុក្កតានឹងនៅក្នុងដៃអាចារ្យនៅឡើយទេដោយគេនឹងបានយកតុក្កតានឹងទៅលក់ឲ្យបរិសម្នាក់តុក្កតាមួយនឹងមានតម្លៃខ្លាំងព្រោះថាគឺជាស្នាដៃរបស់លោកគូគីឈីគឺជាអ្នកធ្វើតុក្កតាតែម្នាក់គត់ដែលមានឈ្មោះល្បីល្បាញនៅកាលចំនួននោះដោយនិយាយថ្លៃមិនត្រូវគ្នានឹងអាចារ្យនឹងក៏បានយកតុក្កតានឹងទៅផ្ទះវិញតែកំពុងតែដើរតាមផ្លូវយកតុក្កតានឹងក៏ស្រាប់តែគេនឹងមានអារម្មណ៍ថាដូចជាចង់ក្អួតនិងថែមទាំងមានអ្វីម្យ៉ាងនៅក្នុងមាត់របស់គេពេលនឹងអាចារ្យនឹងក៏បានលូកដៃចូលទៅក្នុងមាត់និងបានទាញមកឲ្យសុទ្ធតែសក់ភ័យពេកក៏ឆ្លេឆ្លាដើរទៅខាងក្រោយនឹងក៏បានធ្លាក់កម្មចន្ទាបាត់ទៅហើយក៏បានបញ្ជូនទៅឯមន្ទីរពេទ្យសំខាន់បញ្ជូនទៅនឹងគឺប៉ះចំកន្លែងដែលលោកហ៊ីកូនឹងធ្វើការគេនឹងក៏បានប្រញាប់ដើម្បីបញ្ជូនអាចារ្យនឹងចូលទៅបន្ទប់សង្គ្រោះបន្ទាន់ក៏ស្រាប់តែមានអាចារ្យម្នាក់ទៀតនឹងបានអោបតុក្កតានឹងមកប្រាប់គេថាតុក្កតានឹងមិនទាន់បានដុតនោះទេព្រោះថាតុក្កតាដែលបានដាក់ចូលទៅក្នុងពិធីនោះគឺជាតុក្កតាខ្លាំងៗតែប៉ុណ្ណោះហ៊ីកូក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនឹងបានយកតុក្កតានឹងចងជាមួយនឹងកៅអីបន្ទាប់មកនឹងគេក៏បានខលទៅបរិសម្នាក់ដែលគាត់នឹងនៅឯប្រទេសក្រៅគាត់មានជំនាញខាងវិញ្ញាណអេដមីនសុំហៅគាត់ថាគ្រូខ្មោចដោយគ្រូខ្មោចម្នាក់នឹងគាត់បានស្គាល់តុក្កតានឹងហើយក៏បានសន្យាថានឹងកម្ចាត់វិញ្ញាណអាក្រក់ដែលបានស្ថិតនៅក្នុងតុក្កតានោះតែគាត់ក៏បានប្រាប់ឲ្យហ៊ីកូនឹងទុកតុក្កតានឹងនៅក្នុងប្រអប់វាវិញទៅតែហ៊ីកូនឹងក៏បានប្រាប់គ្រូខ្មោចថាប្រអប់នឹងបានបែកអស់បាត់ទៅហើយគ្រូខ្មោចក៏បានប្រាប់ហ៊ីកូវិញថាអញ្ចឹងកុំឲ្យនរណាប៉ះទុកវាឲ្យស្រួលបួលការសន្ទនារបស់អ្នកទាំងពីរនឹងក៏បានបញ្ចប់ក៏ស្រាប់តែមានអ្នកគ្រូពេទ្យម្នាក់ទៀតនឹងបានបើកទ្វារចូលទៅក្នុងបន្ទប់របស់លោកហ៊ីកូនឹងបានឃើញតុក្កតានឹងខ្ជូតពេកនឹងក៏បានដោះខ្សែក្រវ៉ាត់ដែលបានចងជាប់ជាមួយនឹងកៅអីនឹងចេញហ៊ីកូនៅពេលដែលបានឃើញអញ្ចឹងនឹងគេក៏បានស្រែកឲ្យអ្នកគ្រូពេទ្យនោះឲ្យទុកតុក្កតានឹងចុះនៅពេលដែលរៀបនឹងដាក់ចុះនឹងនាងក៏បានឮសំឡេងអ្វីម្យ៉ាងនៅក្នុងតុក្កតាហើយក៏បានអង្រួនក៏ស្រាប់តែមានធ្មេញមួយគ្រាប់នឹងបានចេញពីមាត់របស់តុក្កតានោះហ៊ីកូនៅពេលដែលបានឃើញអញ្ចឹងនឹងគេក៏បានយកតុក្កតានឹងដើម្បីយកទៅដាក់នៅក្នុងម៉ាស៊ីនស្កេនមើលថាតើមានអ្វីនៅក្នុងតុក្កតានឹងក៏ស្រាប់តែឃើញខ្លួនប្រាណរបស់តុក្កតានឹងមានគ្រោងឆ្អឹងដូចជាមនុស្សស្របពេលដែល UC នឹងក៏បានចូលទៅក្នុងបន្ទប់ស្កេននឹងដែរហើយក៏បានឃើញគ្រោងឆ្អឹងរបស់តុក្កតានឹងធ្វើឲ្យនាងនឹងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅថ្ងៃបន្ទាប់មានប៉ូលីសម្នាក់នឹងក៏បានមករឹបអូសយកតុក្កតានោះទៅព្រោះថាតុក្កតានឹងបាត់ដោយសារមានអ្នកលួចនៅពេលដែលគាត់បានកាន់តុក្កតានឹងបំរុងនឹងដើរចាក់ចេញពីទីនោះក៏ស្រាប់តែបានជួបនឹងគ្រូខ្មោចដែលបានសន្យាជាមួយនឹងហ៊ីកូថាមកជួយគេលោកប៉ូលីសនឹងក៏មិនបានឲ្យតុក្កតានឹងទៅវិញដែរទើបគ្រូខ្មោចម្នាក់នឹងគាត់បានសុំថតរូបមកប៉ោះគឺសុំថតរូបតុក្កតានឹងហើយថតភ្លាមក៏បានរូបភ្លាមតែមិនទាន់មើលឃើញនោះទេគាត់ក៏បានឲ្យរូបថតនឹងទៅប៉ូលីសម្នាក់នោះនៅពេលដែលបានថតរួចហើយប៉ូលីសម្នាក់នឹងក៏បានយកតុក្កតានឹងដាក់ចូលទៅក្នុងឡាននិងបានបើកចាក់ចេញពីទីនោះបាត់ចំណែកគ្រូខ្មោចក៏បានប្រាប់ទៅហ៊ីកូរួមជាមួយនឹង UC ថាគឺត្រូវទៅតាមប៉ូលីសនោះព្រោះថាទីទៀតនឹងមានរឿងហើយនៅតាមផ្លូវប៉ូលីសនឹងក៏បានទុកតុក្កតានឹងនៅកៅអីខាងមុខហើយក៏បានដករូបថតដែលគ្រូខ្មោចនឹងថតតុក្កតានឹងឲ្យគាត់ក៏ស្រាប់តែបានឃើញរូបថតនឹងគឺ
មិនមែនជារូបថតរបស់តុក្កតានោះទេគឺជារូបថតរបស់ខ្មោចមិនបានខ្វល់គាត់ក៏បានក្តាប់រូបថតនោះរួចក៏បានបើកទ្វារកញ្ចក់ឡាននិងបានគប់រូបថតនឹងចេញទៅក្រៅឡានបាត់រួចក៏បានងាកទៅមើលតុក្កតាដែលគាត់នឹងបានដាក់នៅកៅអីខាងមុខក្បែរគាត់នោះក៏ស្រាប់តែបាត់វត្តមានរបស់តុក្កតានឹងឈឹងភ្លាមនឹងឡានរបស់គាត់នឹងក៏បានបុកអ្វីម្យ៉ាងដូចជាមនុស្សអញ្ចឹងក៏បញ្ញាបញ្ញាចុះពីឡានទៅមើលក៏ស្រាប់តែឃើញតុក្កតានឹងកំពុងតែជាប់នៅនឹងកង់ឡានរបស់គាត់ហើយថែមទាំងយំនឹងបានស្រែកឲ្យគាត់ជួយចំណែកគ្រូខ្មោចនិងហ៊ីកូរួមជាមួយនឹងយូស៊ីនឹងកំពុងតែបើកឡានតាមពីក្រោយប៉ូលីសម្នាក់នោះក៏ស្រាប់តែឃើញឡានគាត់ឈប់នៅកណ្ដាលផ្លូវហើយអ្នកទាំងអស់គ្នាក៏បានចុះពីឡានដើម្បីទៅមើលគាត់ស្រាប់តែឃើញគាត់នឹងកំពុងតែយំអោបតុក្កតានឹងគ្រូខ្មោចក៏បានធ្វើពិធីអ្វីម្យ៉ាងដើម្បីជួយប៉ូលីសនោះហើយក៏យកតុក្កតាពីដៃគាត់នឹងដាក់ចូលទៅក្នុងប្រអប់របស់ខ្លួននឹងបានបើកឡានចាក់ចេញពីទីនោះដើម្បីទៅជួបនឹងបុរសម្នាក់ដែលគាត់នឹងក៏ធ្លាប់ជាម្ចាស់របស់តុក្កតានឹងដែរគាត់មានវ័យចំណាស់ admin សុំហៅគាត់ថាបុរសវ័យចំណាស់ហើយគាត់ក៏បានរៀបរាប់អំពីប្រវត្តិរបស់តុក្កតានោះដោយតុក្កតានឹងគឺជាតុក្កតារបស់លោកគូគីជីគាត់បង្កើតតុក្កតានឹងដោយបានប្រើសក់និងកញ្ចក់របស់កូនស្រីរបស់គាត់ដែលមានឈ្មោះថាអាយ៉ាដើម្បីយកទៅធ្វើព្រោះថាកូនស្រីរបស់គាត់នឹងបានកើតជំងឺអ្វីម្យ៉ាងដែលមិនអាចព្យាបាលបានប្រពន្ធក៏ព្យាយាមមើលថែកូនស្រីនឹងដែរតែមើលទៅដូចជាមិនមានសង្ឃឹមទើបនៅថ្ងៃមួយបន្ទាប់ពីប្តីរបស់នាងនឹងបានចាក់ចេញពីផ្ទះបាត់នាងក៏បានយកខ្សែចងកកូនស្រីនិងចងកខ្លួនឯងដើម្បីសម្រាប់ខ្លួនទាំងពីរនាក់តែម្ដងតែចៃដន្យពេលហ្នឹងប្តីគាត់នឹងក៏បានត្រឡប់មកផ្ទះវិញបានជួយប្រពន្ធរបស់ខ្លួនតែកូនស្រីនឹងបានស្លាប់បាត់ទៅហើយកូនស្រីរបស់អ្នកទាំងពីរនឹងមានឈ្មោះថាអាយ៉ាបន្ទាប់ពីអាយ៉ាស្លាប់នឹងលោកគូគីជីក៏បានយកកញ្ចក់និងសក់របស់នាងទៅធ្វើជាតុក្កតាចាប់តាំងពីអាយ៉ាស្លាប់មកប្រពន្ធរបស់គាត់នឹងក៏ចាប់ដើមធ្លាក់ខ្លួនឈឺរហូតដល់ស្លាប់តែមុនពេលដែលគាត់ស្លាប់គាត់ក៏បានផ្ដាំលោកគូគីជីនឹងឲ្យកប់សាកសពគាត់នៅកោះកាណាជីម៉ាជាមួយនឹងតុក្កតាកូនស្រីរបស់គាត់ទើបធ្វើឲ្យតុក្កតានឹងមានវិញ្ញាណសន្ធិដ្ឋនៅក្នុងនោះរហូតមកចាប់តាំងពីព្រឹត្តិការណ៍នោះមកក៏មានអ្នកដឹងអំពីប្រវត្តិតុក្កតានឹងនិងថែមទាំងបានស្វែងរកដើម្បីយកទៅលក់ព្រោះថាមានតម្លៃខ្លាំងទើបធ្វើឲ្យតុក្កតាដែលមានឈ្មោះថាអាយ៉ានឹងបានបាត់ចេញពីភ្នោប្រពន្ធរបស់លោកគូគីជីថែមទាំងបានចលាចលនៅលើទីផ្សារទៀតផងពេលដែលបុរសវ័យចំណាស់នោះបានរៀបរាប់ចប់ហើយគាត់ក៏បានសនំពោឲ្យយកតុក្កតានឹងចេញពីគាត់ទៅអ្នកទាំង3នាក់នឹងក៏បានដើរចាក់ចេញពីផ្ទះបុរសវ័យចំណាស់នោះពេលដែលកំពុងតែដើរចាក់ចេញនោះយូស៊ីនឹងក៏បាននឹកឃើញគំនិតមួយគឺនាងចង់យកតុក្កតាអាយ៉ានឹងដាក់ទៅក្នុងភ្នោរបស់ម្ដាយនាងវិញព្រោះចាប់ខ្មោចនិងប្តីរបស់នាងនឹងក៏មានគំនិតឯកភាពដែរតែសំខាន់មិនដឹងថាទីតាំងភ្នោរបស់ប្រពន្ធលោកគូគីជីនឹងនៅទីណានោះទេពេលហ្នឹងគ្រូខ្មោចក៏សម្រេចចិត្តប្រើពិធីអន្ទងប្រលឹងរបស់អាយ៉ាដែលបានស្ថិតនៅក្នុងតុក្កតានឹងប្រាប់អំពីទីតាំងម្ដាយរបស់នាងទាំង3នាក់មិនចាំយូរនឹងក៏បាននាំគ្នាឡើងឡានទៅកោះកាណាជីម៉ាហើយក៏បានចូលទៅស្នាក់នៅក្នុងផ្ទះសំណាក់មួយដើម្បីរៀបចំពិធីនៅពេលដែលកំពុងតែ check in គ្រូខ្មោចនឹងក៏បានឃើញផ្ទាំងផែនទីមួយគឺជាផែនទីកោះកាណាជីម៉ាគាត់ក៏បានខ្ចីផែនទីនឹងពីម្ចាស់ផ្ទះសំណាក់នោះដើម្បីយកទៅធ្វើពិធីនៅពេលដែលបានចូលទៅដល់ក្នុងបន្ទប់អ្នកទាំង3នាក់នឹងក៏ចាប់ផ្ដើមពិធីរបស់លោកគ្រូខ្មោចនោះនៅក្នុងអំឡុងពេលដែលកំពុងតែធ្វើពិធីអន្ទងប្រលឹងរបស់អាយ៉ាដើម្បីប្រាប់ទីតាំងរបស់ម្ដាយនាងនោះគ្រូខ្មោចបានប្រើពិធីនឹងជោគជ័យតែក៏ត្រូវបានអាយ៉ានឹងធ្វើឲ្យគាត់របួសជើងយ៉ាងធ្ងន់ធ្ងរទើបធ្វើឲ្យគ្រូខ្មោចនឹងមិនអាចទៅជាមួយនឹងហ៊ីកូរួមជាមួយនឹងយូស៊ីបានទេគាត់ក៏បានប្រមូលអីវ៉ាន់ទាំងអស់ប្រគល់ឲ្យហ៊ីកូរួមជាមួយនឹងប្រពន្ធគេនឹងទៅតែ2នាក់នឹងទៅ2នាក់ប្តីប្រពន្ធនឹងក៏បានទៅដល់កោះកាណាជីម៉ាក៏បានប្រើឧបករណ៍ដើម្បីស្វែងរកកន្លែងកប់សាកសពម្ដាយរបស់តុក្កតាអាយ៉ានោះដោយដំបូងអ្នកទាំងពីរនឹងក៏ពិបាករកដែរតែចុងក្រោយក៏បានរកឃើញក៏បានបើកគម្របដែលបានកប់សាកសពនោះបន្ទាប់មកយូស៊ីនឹងក៏បានយកតុក្កតាដែលបានរុំក្រណាត់និងបានបិទយ័ន្តទម្លាក់ចូលទៅក្នុងរូងកប់សាកសពនោះនៅពេលដែលទម្លាក់តុក្កតានឹងនាងក៏បានធ្វើឲ្យរូបថតកូនស្រីរបស់ខ្លួននឹងធ្លាក់ចុះទៅតាមដែរនាងព្យាយាមឈោងយករូបថតនោះមកវិញតែក៏ត្រូវបានប្តីនាងនឹងបានខាត់តែខាត់យ៉ាងណានឹងនាងនៅតែរឹងរូសចង់យករូបថតនោះមកវិញធ្វើឲ្យនាងនឹងបានរអិលជើងរួចក៏បានធ្លាក់ចូលទៅក្នុងរូងកប់សាកសពនោះដែរស្របពេលដែលកំទេចធូបដែលហ៊ីកូបានដុតនោះធ្លាក់ចុះទៅប៉ះចំយ័ន្តដែលបានរុំតុក្កតានោះធ្វើឲ្យតុក្កតានឹងមានអំណាចឡើងវិញចំណែកឯយូស៊ីនោះក៏ព្យាយាមត្រវ៉ាឡើងទៅខាងលើវិញដែរតែក៏ត្រូវបានខ្មោចរបស់អាយ៉ានឹងចាប់ជើងទាញនាងចុះទៅខាងក្រោមហ៊ីកូក៏បានព្យាយាមទាញដៃរបស់យូស៊ីឲ្យមកខាងលើវិញទីបំផុតក៏ទាញយូស៊ីឡើងមកខាងលើបានរួចគេក៏បានទាញគម្រប់បិទកន្លែងកប់សាកសពនោះវិញទីបំផុតអ្នកទាំងពីរនាក់នឹងក៏បានយកតុក្កតាអាយ៉ានឹងដាក់ទៅឲ្យម្ដាយរបស់គេនឹងវិញបានហើយក៏នាំគ្នានឹងត្រឡប់មកផ្ទះវិញនៅពេលដែលបានមកដល់ផ្ទះវិញម៉ៃនឹងក៏បានរត់ទៅអោបកម្ដាយរបស់ខ្លួនចំណែកហ៊ីកូក៏បានដើរចូលទៅក្នុងផ្ទះផងដែរក៏ស្រាប់តែបានឮសំឡេងអ្វីម្យ៉ាងនឹងចេញពីបន្ទប់បោកខោអាវមកគេនឹងក៏បានដើរចូលទៅក្នុងបន្ទប់នោះនឹងបានឃើញកូនស្រីរបស់ខ្លួនម៉ៃនឹងនៅក្នុងម៉ាស៊ីនបោកខោអាវនោះទេចំណែកយូស៊ីនេះវិញមិនដឹងថានរណាគេនឹងកំពុងតែអោបករបស់នាងនោះទេគឺអោបយ៉ាងខ្លាំងទាញយ៉ាងណានឹងក៏មិនរបូតដែរទើបយូស៊ីនឹងក៏បានយកកញ្ចក់នឹងមកប្រចាំងមើលថាតើជានរណាគេឃើញថាអ្នកដែលអោបករបស់នាងនឹងគឺជាតុក្កតាអាយ៉ាឃើញអញ្ចឹងនឹងក៏ព្យាយាមទាញតុក្កតានោះចេញពីករបស់ខ្លួនតែទាញមិនរួចសោះព្រាមនឹងហ៊ីកូក៏បានជួយកូនស្រីចេញពីម៉ាស៊ីនបោកខោអាវនោះបានតែកូនស្រីម្នាក់នោះគឺជាកូនស្រីដែលបានស្លាប់នាងបានដើរទៅចាប់ដៃតុក្កតាអាយ៉ាដើម្បីឲ្យគេនឹងដោះលែងម្ដាយរបស់ខ្លួនហើយតុក្កតា
តាអាយ៉ានឹងក៏បានព្រមលែងមែនក្មេងស្រីទាំងពីរនាក់នោះនឹងក៏បានចាប់ដៃគ្នានឹងបានដើរចេញពីផ្ទះរបស់លោកហ៊ីកូនិងយូស៊ីបាត់ទៅបន្ទាប់ពីហេតុការណ៍នោះមកគ្រួសាររបស់លោកហ៊ីកូរួមជាមួយនឹងយូស៊ីនឹងក៏រស់នៅជាមួយនឹងកូនស្រីក្រៅដែលមានឈ្មោះថាម៉ៃនឹងយ៉ាងមានក្តីសុខសាច់រឿងរបស់យើងនឹងក៏ត្រូវបានបញ្ចប់តែត្រឹមហ្នឹងដោយនៅចុងបញ្ចប់នឹងយើងបានឃើញម៉ៃនិងហ៊ីកូនឹងកំពុងតែរុញកត្រកដឹកក្មេងតែនៅក្នុងនោះមិនមែនជាកូនស្រីរបស់ពួកគេនោះទេបែរទៅជាតុក្កតាអាយ៉ាទៅវិញរឿងនឹងប្រហែលជាមានភាគតទៅមុខទៀតអញ្ចឹងយើងនាំគ្នាចាំមើលរឿងបន្តទៀតថាតើមានរឿងអ្វីតោះ see you when you see me next video bye bye ចង់បានរំពេចស្អាតវាសម្ការតនខ្លួនឯងបានដោយសារជាមួយនឹងរោមព្រៃខាង MD បានដែលក្នុងបញ្ឈប់បានដល់10ដងជាងចំណុចនោះតិចខ្លាំងមែនតើគុណភាពល្អអត់ប៉ះពាល់ដល់ផ្នែកនិងសរសៃរំពេចធម្មជាតិរបស់ចិត្តអាចហៅទៅបាននឹងសាកសួរព័ត៌មានបន្ថែមនៅក្នុង page Lilasis បានណាបង